ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមានរូបភាពប្លែកៗដែលចង់ចែករំលែកជូនបងប្អូនបានទស្សនាបើសិនជាបងប្អូនអត់ទាន់បានទៅលេងអញ្ចឹងណាចាខ្ញុំបានទៅលេងនៅ Atlanta ទៅក្រុង Atlanta នៅក្នុងរដ្ឋ Georgia នៃប្រទេសសហរដ្ឋអាមេរិកចាហើយនៅក្នុងកន្លែងហ្នឹងគឺយើងទៅលេង World of Coca-Cola ចាកន្លែងជា headquarter របស់គេធំមួយនៅនឹង building ធំហើយដែលគេតាំងពិព័រណ៍គ្រប់ប្រភេទនៃការកកើតឡើងនៃក្រុមហ៊ុនទឹកក្រូចហ្នឹងណាតាក្នុងនេះគឺដាក់តាំងពីឆ្នាំ1886ចាហើយនៅក្នុងនឹងដែរគឺជាការតាំងពិព័រណ៍ដ៏ធំមួយនិយាយរឿងតាក់ទងទៅនឹងការបង្កបង្កើតរោងចក្រនឹងឡើងតាំងពីចំនួនឆ្នាំណានឹងមកអញ្ចឹងហើយដូចក្នុងនេះអញ្ចឹងយើងដើរធួនៅក្នុងកន្លែងគេហ្នឹងគឺយើងចូលនៅក្នុងទឹកក្រូចហ្នឹងហើយបងប្អូនចាម៉ាស៊ីនគេថតយើងអញ្ចឹងទៅយើងនៅក្នុងពពុះទឹកក្រូចហ្នឹងហើយក៏សប្បាយមួយយ៉ាងដែរប្លែកភ្នែកចាហើយនៅក្នុងនេះអញ្ចឹងគឺគេតាំងពិព័រណ៍ការកន្លែងឡាបគេធ្វើអីអញ្ចឹងដើម្បីយកមកពិនិត្យធ្វើតេស្តសម្រាប់ឲ្យបានចេញជាទឹកក្រូចដែលមានរសជាតិឆ្ងាញ់អញ្ចឹងណាចាហើយនៅរូបនេះខ្ញុំក៏ទៅលេងជាមួយលោកតាដែលគាត់អ្នកលក់ទឹកក្រូចដឹងចាជាគាត់ទៅថតលេងសប្បាយបងប្អូនហើយទីថាដើរមកកន្លែងទៅមកកន្លែងនេះគេឲ្យយើងជន់មើលបានកម្លាំងយើងប្រមាណអោនប្រមាណផោនអញ្ចឹងណាហើយនេះគឺជាការតាំងពិព័រណ៍មួយទៀតហើយគឺដបទឹកក្រូចហ្នឹងតាំងពីមួយឆ្នាំទៅមួយឆ្នាំដូចថាគេដូរដបនឹងរៀងផ្សេងខុសគ្នាអីចឹងណាចាព្រោះអីវាច្រើនឆ្នាំមកហើយគឺសិតតែជាពានរង្វាន់ដែលបានឈ្នះនៅក្នុងការប្រកួតផ្សេងក៏គេយកមកតាំងពិព័រណ៍នៅកន្លែងហ្នឹងដែរចាហើយគឺថានៅក្នុងនឹងដើរទៅបើសិនជាយើងចង់រៀនសូត្រពីរឿងអស់ហ្នឹងគឺច្រើនមែនតែនហើយដើរអស់ចិត្តទៅឥឡូវយើងមកដល់កន្លែងគេឲ្យយើងសាកញ៉ាំទឹកក្រូចហើយបងប្អូនមានពីរជម្រើសនៅក្នុងម៉ាស៊ីនមួយនេះគឺម៉ាស៊ីនធំហើយអាទឹកពណ៌ផ្កាឈូកហ្នឹងគឺឆ្ងាញ់ជាងគេតាមតែខ្ញុំសាកមកណាចាវាមានជាតិក្លិនឈ្ងុយមួយយ៉ាងហើយញ៉ាំទៅឆ្ងាញ់ជក់ចិត្តខ្ញុំញ៉ាំអស់ឡើង2កែវហើយបើទឹកក្រូចពណ៌ធម្មតានេះវិញក៏ឆ្ងាញ់មួយយ៉ាងដែរវារៀងរសជាតិឆ្ងាញ់ជាងយើងទិញពីទឹកក្រូចកំប៉ុងឬក៏ទឹកក្រូចដបនៅខាងក្រៅមិនដឹងថាមកពីយើងដើរហត់ទៅវាញ៉ាំឆ្ងាញ់ឬមួយក៏គេធ្វើក្នុងនឹងវា special គេសម្រាប់ឲ្យវាខុសជាតិគ្នាខាងក្រៅមកយើងអត់ដឹងទេណាព្រោះខ្ញុំធម្មតាខ្ញុំអត់ដែរញ៉ាំទឹកក្រូចដែរប៉ុន្តែញ៉ាំម្ដងមកកាលមានអារម្មណ៍ថារៀងឆ្ងាញ់ជាងនៅខាងក្រៅចាហើយដើរមកដល់នេះយើងឡើងមកជាន់ទី2ខាងលើនេះវិញគឺសម្រាប់145 148ប្រទេសហើយខ្ញុំភ្លេចហើយមិនដឹងជាមួយណាទេបើខុសអីសូមអធិស្ឋានបងប្អូនតែគឺថាក្នុងមួយ station មួយហ្នឹងគឺគេដាក់សម្រាប់ប្រទេសមួយច្រើនប្រទេសនៅជុំវិញមួយ counter របស់គេនឹងអញ្ចឹងទៅវាមានច្រើនប្រទេសដែលយើងគេធ្វើទឹកក្រូចហើយគេយកមកឲ្យយើងសាកលបងភ្លក់នៅនឹងទាំងអស់ចាហើយនៅក្នុងនេះដែរក៏យើងដើរមកដល់ឡាបកន្លែងគេមន្ទីរពិសោធន៍របស់គេណាហើយអញ្ចឹងទៅឃើញបងប្អូនគាត់លេងអញ្ចឹងក៏ចង់ទៅលេងគេដែរទាំងទៅចាបន្តិចបន្តួចហើយមកឡើងមកដល់មួយប៉ែកទៀតចាមួយប៉ែកខាងលើនេះមួយទៀតហើយគឺអានេះគឺម៉ាស៊ីនចាក់ចុចយករសជាតិអីដែលយើងអាចធ្វើទឹកក្រូចខ្លួនឯងលាយខ្លួនឯងបានដូចថារសជាតិអីចឹងនេះគ្រាន់តែក្នុងម៉ាស៊ីនមួយហ្នឹងបងប្អូនមើលនេះច្រើនមុខច្រើនប្រភេទមែនតែនហើយយើងអានេះគេឲ្យយើងចាក់ញ៉ាំបន្តិចគ្រាន់តែភ្លក់អីមិនមើលអានៅម៉ាស៊ីនក្រោមហ្នឹងយើងចាក់ញ៉ាំមួយកែវពេញហ្មងចាហ្នឹងយើងញ៉ាំឆ្ងាញ់បានបើឥឡូវនេះរសជាតិខ្លះយើងអត់ចេះញ៉ាំទេដូចថាវាលាយទៅយើងអត់ត្រូវមួយជាតិបើយើងចង់បានអញ្ចឹងណាប៉ុន្តែទីគុណគាត់ដាក់ឲ្យមួយក្អឹកទៅយើងសាកញ៉ាំទៅបើអត់ចូលចិត្តយើងចាក់ចោលទៅហើយយើងសាកថ្មីទៀតចាកន្លែងហ្នឹងគឺច្រើនប្រទេសខាងលើនេះសប្បាយបងប្អូនដើរមកហត់ដែរហ្នឹងអស់ឡើង 2-3 ម៉ោងដែរក្នុងមួយកន្លែងហ្នឹងណាចាយើងដើរញ៉ាំភ្លក់គ្រប់កន្លែងទៅមានគ្រប់ប្រទេសតំណាងមានកូរ៉េមានថៃមានអីចឹងទៅតែចម្លែកមួយអត់ឃើញមានប្រទេសខ្មែរទេបងប្អូនឬមួយខ្ញុំមើលម្លងហួសក៏មិនឃើញក៏មិនដឹងទេប៉ុន្តែមើលប្រហែលជាអត់មានទេយើងញ៉ាំហើយឆ្អែតហើយអស់ចិត្តហើយគ្រាន់តែដើរភ្លក់នឹងតែហ៊ានភ្លក់មួយកែវគឺច្បាស់ជាឆ្អែតទៅណាលែងរួចនៅនឹងហ្មងអញ្ចឹងអត់ហ៊ានទេគ្រាន់តែសាកមកជិបហើយយើងបន្តដំណើរទៅមុខទៀតបាទបងប្អូនឥឡូវហ្នឹងយើងក៏ប្រហួសទៅមើលកន្លែង shopping center គេម្ដងចានៅក្នុងហ្នឹងគឺលក់ជារបស់អនុស្សាវរីយ៍ជាច្រើនមុខអញ្ចឹងណារាប់ពាន់មុខនៅក្នុងហ្នឹងគឺច្រើនហើយធំមែនតែនចាក្នុងហ្នឹងខ្ញុំគ្រាន់តែលើកជាឧទាហរណ៍ប្រហែលចំណុចនេះគ្រាន់ថា
acting បងប្អូនចាធ្វើកាយវិការឲ្យថតលេងអីចឹងទៅគ្រូសាស្ត្រនេះខ្ញុំគាត់ចូលចិត្តថតចឹងគាត់ឲ្យយើងថតពាក់មុខពាក់អីទៅនុយអីចឹងទៅណាលេងគ្រាន់ថាកំសាន្តនៅក្នុងការដើរធួរនៅក្នុងក្រុមហ៊ុនរបស់ Coca-Cola នឹងផងដែរចាអរគុណបងប្អូនទាំងអស់នឹងជួបគ្នានៅវីដេអូក្រោយទៀត